Video níอย่าง detail តើតើជាមួយនឹងការធ្វើទៅលើ Void Organic Oil Cream Latte ហើយវាអាចថាជា recipe ថ្មីសម្រាប់បងៗដែលចង់ឲ្យបង្កើតសម្រាប់នៅក្នុងហាងដោយសារជាទូទៅតើតើជាមួយនឹងបើយើងនិយាយថា green tea បងតែងតែប្រើជាលក្ខណៈស្លឹកតែថ្ងៃនេះនាងខ្ញុំចង់ណែនាំឲ្យបងប្រើជាប្រភេទ Organic Green Tea Powder ដែលនាងខ្ញុំនាំចូលមកពីខាងប្រទេសកូរ៉េអាចថារសជាតិវារៀងប្លែកហើយថ្មីតើតើជាមួយនឹងរសជាតិបើសិនជាយើងញ៉ាំទៅវាអាចមានជាលក្ខណៈ matcha ហើយក៏មានជាលក្ខណៈ green tea ហើយវាស័ក្តិសមមែនទែនសម្រាប់បងយកទៅប្រើជាមួយនឹងប្រភេទទឹកដោះគោខាប់ឬក៏ជាប្រភេទ cream ហើយវីដេអូនេះគឺជារបៀបឲ្យដែលនាងខ្ញុំបានធ្វើហើយតើតើជាមួយនឹងការធ្វើគឺជាទូទៅយើងអាចមានជាប្រភេទទឹកដោះគោស្រស់ជាមួយនឹងទឹកដោះគោខាប់ហើយបន្ថែមទៅលើហ្នឹងយើងក៏មានជាប្រភេទម្សៅ cream ដែរហើយតើតើជាមួយនឹងខាងការប្រើទៅលើ organic green tea powder នេះដែរក្នុងមួយកែវគឺយើងអាចចាយក្នុងចំនួនតែ3ក្រាមតែប៉ុណ្ណោះដូចបងដែលកំពុងធ្វើអញ្ចឹងហើយតើតើជាមួយនឹងម្សៅនេះគឺវាងាយស្រួលខ្លាំងមែនតើដោយបងអាចធ្វើការ wish ជាលក្ខណៈដូច matcha បានបងចង់ប្រើជា mixer វាយយកតែម្ដងក៏បានដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញជូនបងគឺខ្ញុំប្រើជា mixer វាយគឺ smooth អស់ខ្លាំងមែនតើបន្ទាប់មកគឺយើងធ្វើការដុតទឹកកកឬក៏ចាក់ cream ដែលយើងធ្វើឲ្យតើតើជាមួយនឹង cream latte ដែលខ្ញុំធ្វើនេះគឺមិនខាប់ពេកហើយវាក៏មិនរាវពេកគឺល្មម balance តែម្ដងដូចនៅក្នុងវីដេអូដែលនាងខ្ញុំបង្ហាញអញ្ចឹងសម្រាប់បងបើសិនជាចង់ដឹងថារសជាតិបែបម៉េចអាចធ្វើការទំនាក់ទំនងក្នុងការឲ្យទិញទៅលើ organic green tea powder ក៏បានឬក៏មកភ្លក់ដល់ទីតាំងរបស់អ្នកលក់ក៏បានបាយបាយ